នៅក្នុងព្រៃបៃតងដ៏ស្រស់ស្អាតមានដំរីតូចមួយកើតមកឈ្មោះរបស់គាត់គឺទីម៉ូតូចជាងគេគាត់មានអារម្មណ៍ថាខ្លួនឯងមិនខ្លាំងដូចអ្នកដទៃឡើយប៉ុន្តែទីម៉ូមានចិត្តល្អណាស់គាត់តែងតែជួយអ្នកដទៃដោយមិនគិតពីខ្លួនឯងថ្ងៃមួយព្យុះធំបានវាយប្រហារព្រៃសត្វទាំងអស់ភ័យខ្លាចយ៉ាងខ្លាំងទោះជាតូចក៏ដោយទីម៉ូមិនរឹតគិតឡើយគាត់សម្រេចចិត្តឈរឡើងជួយដោយចិត្តក្លាហាននិងមេត្តាករុណាទីម៉ូបានជួយសត្វទាំងអស់ឲ្យទៅកន្លែងមានសុវត្ថិភាពទីម៉ូបានសង្គ្រោះកូនស្វាតូចមួយសេចក្តីស្រឡាញ់ធ្វើឲ្យគាត់ខ្លាំងឡើងព្យុះបានបញ្ចប់ព្រៃវិញคล้ายជាស្ងប់ស្ងាត់និងពោពេញដោយសេចក្តីសង្ឃឹមសត្វទាំងអស់បានគោរពទីម៉ូពួកគេយល់ថាចិត្តល្អសំខាន់ជាងកម្លាំងទោះជាតូចក៏ដោយទីម៉ូមានបេះដូងធំហើយនោះគឺកម្លាំងពិតប្រាកដ